ថ្ងៃនេះខ្ញុំនឹងបកស្រាយប្រធានបទមួយដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់យើងក្នុងអាហារគឺអំបិលនិងជាតិប្រៃតើបើលើសវាមានគុណវិបត្តិអីខ្លះនិងខ្វះវាមានគុណវិបត្តិអីខ្លះពីព្រោះជាទម្លាប់ប្រចាំថ្ងៃរបស់យើងអំបិលវាមានជាតិប្រៃដែលជាប្រពៃណីខ្មែរយើងមាននៅក្នុងប្រហុកអកម៉ាំទឹកត្រីទឹកស៊ីអ៊ីវហើយនឹងអំបិលម្ទេសហើយក្នុងនំក្នុងសម្លអីក៏ត្រូវមានជាតិតើយើងត្រូវការប្រមាណហើយវានៅចូលទៅក្នុងខ្លួនយើងវាធ្វើអីខ្លះខ្ញុំនឹងជម្រាបមនុស្សយើងត្រូវការអំបិលពី2ក្រាមទៅ4ក្រាមក្នុងមួយថ្ងៃបើសិនជាកូនក្មេងកាន់តែតិចនៅក្នុងគីមីអំបិលគេហៅchloride ឬ sodium chloride ជាអង់គ្លេសនៅពេលចូលបំបែកទៅក្នុងខ្លួនយើងវាបំបែកកាលណាត្រូវទឹកវាបំបែកទៅជា sodium និង chlor ចឹងវាចូលទៅក្នុងខ្លួនយើងវាមានតួនាទីអីខ្លះ sodiumមានតួនាទីសំខាន់ទាក់ទងគេហៅpression osmotic ដែលជាអ៊ីយ៉ុងមួយនៅខាងក្រៅសែលីកាលណាវាតិចទឹកហូរចូលទៅក្នុងសែលីយើងឲ្យហើមខួរក្បាលគ្រូពេទ្យត្រូវដឹងពីព្រោះកន្លែងខ្លះយើងអាចភ្លេចអាចច្រឡំចឹងសូដ្យូមក្លរីនសូដ្យូមយើងត្រូវការពី2ទៅ4 5យ៉ាងច្រើនក្នុងអាហារប្រចាំថ្ងៃរបស់យើងក៏ប៉ុន្តែដល់វាបំបែកទៅសូដ្យូមគេគិតជាmilli equivalent ដែលសូដ្យូមវាមាន mass molecular វា23 chlor 35 ក្បៀង5ប៉ុន្តែគេយកទៅ equivalent គេត្រូវចែកនឹង valent ចឹងគេចែកទៅហើយចែក1000ទៀតនៅក្នុងវិទ្យាពេទ្យកន្លែងមើលឈាមគេហៅ MEK Q សូដ្យូមនៅក្នុងឈាមគេធ្វើ ionogram នៅតាមមន្ទីរពេទ្យខេត្តស្រុកខ្លះមិនអាចធ្វើបានពីព្រោះវាត្រូវការ photomet aflam ចឹងវាមានចំនួនវា140ទៅ145 MEK ដែលយើងមើលនៅក្នុងឈាមគឺសំខាន់សូដ្យូមនិងប៉ូតាស្យូម3.5ទៅ 4.5 MEK ពីព្រោះប៉ូតាស្យូមវានៅក្នុងសែលីលក្នុងជីលិកាកោសិកាពីហ្នឹងវារត់ចេញចូលដែលនៅក្នុង geology គេហៅប៉ុមសូឌិកគឺសូដ្យូមវាធាក់មកក្រៅប៉ូតាស្យូមវារត់ចូលដែលវាមានធ្វើឲ្យមានគេហៅ potential membrane អ្នកណារៀនខាងអគ្គិសនីបេះដូងអគ្គិសនីខួរក្បាលអាហ្នឹងគឺបញ្យល់កន្លែងហ្នឹងចឹងមានប៉ុមមួយទៀត
វាត្រូវការធម្មពលគេហៅ ATP ដែលបានមកពីជាតិស្ករនឹងជាអ្នករុញចុះរុញឡើងបើសិនវាចុះនឹងមានបញ្ហាវាចុះដល់130អីគឺថាមានបញ្ហាចឹងខ្ញុំនឹងលើកហេតុផលនៃការលើកជាតិអំបិលដែលចូលទៅក្នុងខ្លួនយើងសូត្រយកវាមានតួនាទីឲ្យក្លវាមានតួនាទីទៅធ្វើអាស៊ីតក្លរូឌ្រិកនៅកាពះនិងមួយទៀតវាមានតួនាទីទៅក្នុងប្រព័ន្ធការពារដែរតើសូដ្យូមវាបញ្ជាដោយអីនៅក្នុងខ្លួនយើងសូដ្យូមវាបញ្ជាដោយគេហៅស្រទាប់ស៊ីរេណាល់ដែលមាន3ស្រទាប់កណ្ដាលគេហៅមីនេរ៉ាឡូកូទីកូអ៊ីតដែលបញ្ចេញជាតិមួយគេហៅអាល់ដូស្តេរ៉ុនវាមានតួនាទីសម្រាប់លំនឹងរបស់ជាតិអំបិលដោយមានទំនាក់ទំនងទៅនឹងតម្រងនោមនៅកន្លែងបំពង់មួយនៅនៃហ្វ្រង់គេហៅ collector ដែលទាក់ទងនឹងគេហៅ osmolarity បងបែរមកប្រជាជនសម្រាប់ប្រជាជនគឺជាតិខាប់កាលណាខាប់យើងត្រូវថែមទឹកនិងតាក់ទងនៅខួរក្បាលមួយទៀតដែលគេហៅអ៊ីប៉ូហ្វីខាងក្រៅដែលវាបញ្ជាជាតិទឹកចឹងហើយអាល់ដូសេរ៉ុនវាមានតួនាទីវាប្រែប្រួលជាតិអំបិលសូដ្យូមនិងដើរតួនាទីច្រើនទៀតដូចជាទាក់ទងនឹងជាតិទឹកដែលសូដ្យូមនោះគឺតែបងប្អូននេះជាមួយជាតិទឹកចឹងហើយបានជាអ្នកទឹកនោមផ្អែមគេប្រយ័ត្នផ្អែមនិងប្រៃអ្នកខូចទឹកនោមគេប្រយ័ត្នថយតម្រងនោមគេប្រយ័ត្នជាតិប្រៃអ្នកលើឈាមអ្នកខ្សោយបេះដូងគេហាមគេបន្ថយជាតិប្រៃដោយមានរូបមន្តមួយនៅក្នុងតម្រងនោមគេហៅរូបមន្តរេនីអង់ស៊ីអូតង់ស៊ីអាល់ដូស្តេរ៉ុនដែលមានថ្នាំលើឈាមមួយគេហៅ ACE inhibitor ដែលយើងមានកូវាក់ស៊ីលអេណាឡាព្រីលអីគេហៅ EEC ពីបារាំងនិងថ្នាំមួយទៀតតាក់ទងនឹងអង់ស៊ីអូតង់ស៊ីនគេហៅអារ៉ានឺចឹងហើយបានជាគេធ្វើថ្នាំលើឈាមតាក់ទងនឹងប្រព័ន្ធអាល់ដូសេរ៉ុននិងអំបិលចឹងច្បាស់អ្នកប្រាជ្ញនៅក្នុងឯកសារគឺច្បាស់មួយទៀតកាលណាយើងញ៉ាំមានជាតិអំបិលស្រេកទឹកយើងថាកចឹងខួរក្បាលយើងត្រូវឲ្យយើងនោមច្រើនចឹងយើងថាកយើងស្រេកទឹកយើងទៅញ៉ាំទឹកនោមច្រើននៅពេលដែលយើងនោមច្រើនចេញជាតិកាល់ស្យូមទៅតាមទឹកនោមអញ្ចឹងអ្នកញ៉ាំប្រៃធ្វើឲ្យខ្វះកាល់ស្យូមពុកឆ្អឹងដែលយើងដឹងទាំងអស់គ្នាគេហៅ osteoporosis ចឹងពីរហើយគឺប៉ះពាល់ដល់លើឈាមនិងសោបេះដូងអ្នកញ៉ាំប្រៃទី2ប៉ះពាល់នឹងកាល់ស្យូមទី3ប៉ះពាល់ទៅយើងឆាប់ចាស់
ពីព្រោះសរសៃយឺតទាំងអស់វាឆាប់រឹងដូចជាសរសៃឈាមនៅស្បែកដែលណាញ៉ាំប្រៃពេកឆាប់ចាស់អាហ្នឹងក៏គេស្រាវជ្រាវឃើញបាទគេស្រាវជ្រាវមួយទៀតកំពុងស្រាវជ្រាវគឺកង់សៀកកាពះយ៉ាងអ្នកញ៉ាំប្រៃអាចគេកំពុងស្រាវជ្រាវប៉ុន្តែលើឈាមខ្សែបេះដូងច្បាស់ដែលលើឈាមនឹងវាទាក់ទងនឹង stroke និងសរសៃឈាមបេះដូងគេហៅយើងចំណាំថាដាក់រសទៅគឺអ្នកញ៉ាំប្រៃចឹងប្រៃយើងត្រូវការពីទៅ5ញ៉ាំក្រៅគេស្រាវជ្រាវនៅប្រទេសខ្លះញ៉ាំដល់12ច្រើនណាស់12ក្រៅហើយគេសង្កេតឃើញមាន stroke មានសរសៃបេះដូងច្រើនក្រៅពីលើជាតិខ្លាញ់លើកឡូ stress អត់ហាត់ប្រាណដែលមានសំខាន់ហ្នឹងគឺអំបិលដើរតួនាទីសំខាន់ចឹងធ្វើម៉េចខ្មែរទេបើពីដូនពីតាយើងញ៉ាំប្រហុកញ៉ាំផ្អកញ៉ាំទឹកត្រីញ៉ាំទឹកស្អ៊ីវយើងត្រូវទម្លាប់មានតែទម្លាប់ទេបើចង់ញ៉ាំទឹកគ្រឿងចង់ញ៉ាំប្រហុកដុតស្ងោរផ្អកស្ងោរអីយើងដាក់ជាតិទៅយើងដាក់សាច់ជ្រូកដាក់សាច់ត្រីឲ្យច្រើនដាក់ស្លឹកគ្រៃដាក់គ្រឿងទៅយើងយកតែជាតិទេអាហ្នឹងកុំឲ្យយើងចេះតែថែមទៅវាទៀតទម្លាប់ឯទម្លាប់ពីក្មេងស្ករជាទម្លាប់ពីក្មេងចូលចិត្តប៉ុន្តែអំបិលតាមការពិសោធន៍អត់មានចូលចិត្តទេបើសិនជាយើងទម្លាប់គ្រួសារនឹងញ៉ាំល្មមមិនសាបពេកមិនប្រៃពេកគេហៅសាបមួយដៃប្រៃមួយចាប់ហ្នឹងគឺថាយើងទម្លាប់ទៅយើងអាចរស់បានយូរលើកលែងតែដល់ពេលដែលយើងអត់យើងបានអំបិលមកបាយកទឹកត្រីមកបាយកប្រហុកបន្តិចមកបាយមួយចានប៉ុន្តែនៅពេលដែលយើងមានលទ្ធភាពយើងយកបន្លែយកមកជំនួសលាយអំបិលដាក់ប្រហុកបន្តិចសម្លច្រើនទៅមានសាច់ត្រីមានសាច់ក្តាមមានសាច់ខ្យងមានសាច់បន្ទង់អីទៅយើងនឹងមានសុខភាពល្អចឹងការលើសជាតិអំបិលការលើសជាតិប្រៃនាំឲ្យប៉ះពាល់ដោយខ្ញុំបានជម្រាបវិញគឺជាការស្រាវជ្រាវជាវិទ្យាសាស្ត្រហើយអង្គការសហជីវជាតិ WHO ទូន្មានឲ្យញ៉ាំពី2ទៅ4ក្រាមក្នុងមួយថ្ងៃนั่นคือការណែនាំរបស់គេជាគោលចឹងយើងទាំងអស់គ្នាត្រូវដឹងត្រូវយល់ត្រូវអប់រំនៅក្នុងគ្រួសារមេផ្ទះនៅសាលាពីព្រោះបញ្ហាសុខភាពជាបញ្ហាសំខាន់ឥឡូវចូលដល់ខ្វះវិញខ្វះសូដ្យូមដោយធ្វើគេហៅយូណូក្រាមឬក៏កាសដូចសង់ដែលណានៅពេទ្យធំបានអាចធ្វើបានយូណូក្រាមគេគិតជាមីលីគីវ៉ាឡង់ទៅចាំហ្មង140 145សូដ្យូម 3.5 ដល់ 4.5 ប៉ូតាស្យូមពោះអ៊ីយ៉ុងពីរហ្នឹងវាតែខ្វះមកពីអ្វីខ្វះមានជំងឺដែរប៉ុន្តែមួយទេខ្ញុំជួបមួយឆ្នាំមានតិចតួចជាជំងឺគេហៅប៉ះពាល់នឹងជំងឺមួយទាក់ទងនឹងអ៊ីប៉ូហ្វីសាំដ្រូមអ៊ីណាប្រូព្រីយេតេប៉ូសអ៊ីប៉ូហ្វីហ្នឹងគឺថាម្ដងម្កាលទៀតក៏ប៉ុន្តែគេជួបនៅពេលដែលយើងច្រើនយើងដើរ20គីឡូ
40 គីឡូពលរដ្ឋម៉ារ៉ាតុងបែកញើសចាប់ចេញជាអំបិលយើងទៅញ៉ាំទៅស្រាប់តែសន្លប់លើពីព្រោះខ្វះជាតិអំបិលតែចាស់ដែលយើងដើរពីឆ្ងាយរាប់គីឡូ2គីឡូ30គីឡូហាលថ្ងៃ10គីឡូឲ្យបែកញើសស្រេកទឹកសុំទៅគាត់តាមភូមិចាស់បុរាណកាច់ស្បូវដាក់ចូលឲ្យយើងញ៉ាំទីហើយយើងជប់តម្រាំខ្លួនយើងវាសម្រាប់ស្រួលហើយដែលយើងមិនដឹងថាមកសុំទឹកផ្ទះអ៊ំហ្នឹងចិត្តតែគាត់កាច់ស្បូវដាក់ក្នុងផ្ទិលណាជាឧទាហរណ៍មួយទៀតគេហៅជំងឺយ៉ាក់ត្រូសែនដែលខ្ញុំបានជម្រាបយ៉ាក់ត្រូសបានន័យថាគ្រូពេទ្យ Gene បកម៉ែហាក់បង្កើតឡើងជំងឺនេះកើតឡើងពីកំហុសគ្រូពេទ្យនៅពេលបោកក្បាលនៅពេលស្ត្រោកមើលធូរឡើងស្លាប់ហើយយើងគិតថាសរោមផ្អែមមួយថ្ងៃពីរ3ផ្លោកស្រាប់តែជាតិអំបិលហ្នឹងធ្លាក់មកនៅប្រោសាគឺខ្ញុំថាចេញរោគសញ្ញាអួតចង់ចង្អោរអស់កម្លាំងអាសេអាសក់ហើយជួនកាលដល់សន្លប់ដល់យើងមើលយោណូក្រាមទៅនៅសល់130ចឹងដែលសេរ៉ូមដែលល្អចឹងហើយបានគេដាក់ពាក្យគេហៅសេរ៉ូម physiologic មកពាក្យថាតម្រូវការរបស់យើងរស់របស់យើងគឺ9ភាគ1000ជាតិអំបិល9ភាគ1000ណាខុសពីសេរ៉ូមផ្អែម5%ភាគរយ10%អីជាតិសេរ៉ូមប្រៃ physio ហ្នឹង9មួយទៀតគ្រូពេទ្យមិនបានចាប់អារម្មណ៍ទាញទឹកយើងត្រូវឲ្យថ្នាំបញ្ចុះធម្មតានៅទាញទឹកគេច្រើនឲ្យអាល់ដាតនឬអាល់ដាតាស៊ីប៉ុន្តែពេលខ្លះគេថែមឡាស៊ីលិកយើងអត់បានគិតយល់មិនត្រូវកាលណាជាតិអំបិលធ្លាក់នៅក្រោម130ហើយឈប់ប្រើមានតែអាល់ប៊ូមីនដែលយើងស្គាល់ថាជាតិសាច់ហើយកុំឲ្យគាត់ញ៉ាំទឹកច្រើនបានថ្នាំបញ្ចុះទឹកនោមវាដើរឡើងវិញចឹងអ្នកដែលប្រើថ្នាំបញ្ចុះទឹកនោមឡាសេលេកឬចាស៊ីដិកគេហៅ Hydrochlorothiazide ក៏ឲ្យជាតិអំបិលចុះជាតិអំបិលចុះនេះក៏មានឥទ្ធិពលខ្លាំងឲ្យសន្លប់ប៉ះពាល់ខួរក្បាលចឹងការដែលឡាយជម្រាបបងប្អូនថ្ងៃនេះទី1ការលើកជាតិអំបិលតាក់ទងនឹងលេខផ្ទះក្នុងគ្រួសារនីមួយទម្លាប់យ៉ាងមហាផ្អកប្រហុកម៉ាំយើងនៅស្រែចម្ការឥឡូវយើងមានបន្លែយើងមានក្តាមមានកាយមានត្រីមានទុំហើយយើងឆ្លងទៅយើងដាក់តិចបានហើយដើម្បីទៅជាទម្លាប់មួយដល់ពេលយើងចាស់ទៅកុំឲ្យយើងដាច់សរសៃក្បាលខូចបេះដូងហើយកង្វះជាតិសូដ្យូមនេះជារឿងរបស់គ្រូពេទ្យឬក៏អ្នករត់ម៉ារ៉ាតុងអាហ្នឹងគ្រូពេទ្យទាំងអស់គ្នាត្រូវដឹងគេហៅ hyponatremia វាគេថាជាតិសូដ្យូមនៅក្នុងប្លាស្មាចឹងការឡាយរបស់ខ្ញុំរវាងជាតិអំបិលនេះសំខាន់ច្រើនពេកក៏មិនល្អកង្វះក៏មិនល្អមានតែសពពីដើមទេដែលក្រសត់អត់ជាតិអំបិលហើយស្រុកឥឡូវគឺអំបិលគេយកពីស្នេហ៍អំបិលអ្នកណាទៅកពតនឹងឃើញគេបខាបានចុងក្រោយគេកោខាងលើមកបានហើយប្រទេសណាដែលអត់មានសមុទ្រគេហៅ shell jam អំបិលក្នុងដី
ប៉ុន្តែវាខ្វះជាតិអ៊ីយ៉ូតនេះក៏សំខាន់ដែរដើម្បីការប្រាជ្ញាការដែលយើងនេះកាលណាក៏ខ្វះក៏ឲ្យពងកណាថាអំបិលថែមជាតិជូរក៏ប៉ុន្តែអំបិលដែលល្អឆ្ងាញ់គឺអំបិលគ្រួសវាមានជាតិយ៉ូតម៉ាញ៉េស្យូមនៅនឹងទាំងអស់ប៉ូតាស្យូមក៏មានម៉ាញ៉េស្យូមក៏មានជាតិជូរក៏មានប៉ុន្តែអ្នកខ្លះថាអីអានឹងខ្មៅប៉ុន្តែអ្នកខ្លះចូលចិត្តញ៉ាំអំបិលគ្រួសណាគឺញ៉ាំទៅឆ្ងាញ់ចឹងការឡាយរបស់ខ្ញុំជម្រាបអំពីជាតិអំបិលនិងជាតិប្រៃនេះមានប៉ុណ្ណេះដើម្បីជាគុណប្រយោជន៍នៃសុខភាពទាំងអស់គ្នាការឡាយរបស់ខ្ញុំមានតែប៉ុណ្ណេះទេសូមអរគុណសូមជម្រាបលា